ដើម្បីស្ទាត់ជំនាញក្បាច់គុនគ្មានក្បាលឡានរែងជាងបានកាត់ក្បាលរបស់ខ្លួនឯងចោលដោយផ្ទាល់ហើយប្រគល់វាទៅឲ្យអ្នកក្រោមបង្គាប់របស់គាត់ដើម្បីរក្សាទុកទោះជាយ៉ាងណាក៏ដោយអ្នកក្រោមបង្គាប់បានប្រគល់ក្បាលរបស់មេតបទៅឲ្យសត្រូវភ្លាមពេលដឹងរឿងនេះមេតបក៏ញ័រដោយកំហឹងព្រោះក្បាច់គុនរបស់គាត់មិនទាន់ស្ទាត់ជំនាញពេញលេញនៅឡើយទេបើគ្មានក្បាលទេគាត់អាចរស់បានតែ7ថ្ងៃប៉ុណ្ណោះប្រសិនបើក្បាលរបស់គាត់មិនបានត្រឡប់មកវិញក្នុងរយៈពេល7ថ្ងៃគាត់ត្រូវតែម្នាក់ឯងភ្លាមនោះបើគ្មានក្បាលទេអំណាចរបស់មេតបបានកើនឡើងយ៉ាងខ្លាំងហើយគាត់បានសម្លាប់សត្រូវយ៉ាងរហ័សដោយមិនទុកឲ្យនរណាម្នាក់នៅរស់ឡើយទាហានដែលរត់គេចខ្លួនបានរាយការណ៍ទៅស្ដេចឡាងយ៉ាងប្រញាប់ប្រញាល់ព្រះករុណាខ្មោចរបស់ស៊ីវ៉ាន់ហ្វូបានមករកការសង្សឹកប៉ុន្តែគាត់គ្មានក្បាលទេមេតបគ្មានក្បាលឬស៊ីវ៉ាន់ហ្វូមិនស្លាប់ទេមិនអាចទៅរួចទេខ្ញុំនៅតែបិទក្បាលរបស់ស៊ីវ៉ាន់ហ្វូដោយឈាមឆ្កែខ្មៅឡាងវាងបានបដិសេធមិនជឿវាទេដូច្នេះគាត់បានដឹកនាំកងទ័ពរបស់គាត់ចូលទៅក្នុងទីក្រុងចៅយ៉ាភ្លាមដើម្បីមើលថាតើស៊ីវ៉ាន់ហ្វូពិតជាស្លាប់មែនឬអត់ទោះជាយ៉ាងណាក៏ដោយពួកគេបានស្វែងរកទូទាំងទីក្រុងប៉ុន្តែរកមិនឃើញដានរបស់ស៊ីវ៉ាន់ហ្វូទេវាហាក់ដូចជាស៊ីវ៉ាន់ហ្វូពិតជាស្លាប់មែនប៉ុន្តែបូជាចារឲ្យសាសនាតាវដែលអំដំណើរគាត់ជឿថាបញ្ហានេះមិនសាមញ្ញទេគាត់បានកិននីយ៉ាងរហ័សដោយម្រាមដៃរបស់គាត់ហើយពិតជាបានរកឃើញថាមានអ្វីមួយខុសនេះជារឿងដ៏គួរឲ្យភ័យខ្លាចណាស់គាត់បានកិននីថានៅក្រោមវិមានរបស់ឧត្តមសេនីយ៍មានវិមានក្រោមដីមួយដែលជារូងនាគ្រឿងព្រេងនិទានប្រសិនបើសំណរនៃបុព្វបុរសរបស់គាត់ត្រូវបានបញ្ចុះនៅទីនោះកូនចៅរបស់គាត់នឹងក្លាយជាស្ដេចនិងអធិរាជតើរូងនាគនៅណាអ្នកចេញទៅបាត់ចាសចេញទៅអ្នកក៏ចេញទៅដែរបាត់ចាសអ្នកដែលលោកខ្វាក់នឹងសៅម៉ងដូចជាកណ្ដុរនឹងសេះចូលចេញទៅអ្នកដែលបានឃើញស្ដេចឈាមក្នុងរយៈពេល100ថ្ងៃចុងក្រោយនេះចូលចេញទៅសូម្បីតែមនុស្សបះបោរនិងក្បត់ក៏ត្រូវបានអនុញ្ញាតឲ្យចាក់ចេញដែរខ្ញុំមិនដែលស្រមៃថាការស្វែងរករូងនាគនឹងមានភាពម៉ត់ចត់បែបនេះទេដោយធ្វើតាមការណែនាំរបស់ត្រីវិស័យបូជាចារសាសនាតាវបានរកឃើញច្រកចូលទៅកាន់រូងនាគយ៉ាងឆាប់រហ័សស្ដេចវាយើងបានរកឃើញវាហើយដើម្បីជៀសវាងការរំខានដល់សរសៃឈាមនាគជាមួយនឹងមនុស្សច្រើនពេកនិងថាមពលអវិជ្ជមានជាអកុសលមនុស្សទាំងនេះមិនដឹងទាំងស្រុងអំពីផលវិបាកនៃការរមៀតពីប្រហារការភ័យខ្លាចចូលទៅក្នុងចិត្តរបស់ត្រកូលចោរួចហើយប៉ុន្តែពួកគេមិនដែលស្រមៃថាទោះបីជាគ្មានក្បាលក៏ដោយគាត់នៅតែព្យាយាមវាយប្រហារពីចំហៀងប៉ុន្តែផ្ទុយទៅវិញត្រូវបានទាញឡើងលើអាកាសដោយដៃម្ខាងរបស់មេតបគ្មានក្បាលហើយព្រលឹងរបស់គាត់ត្រូវបានស្រូបយកភ្លាមនេះគឺជាបច្ចេកទេសហើយព្រលឹងរបស់ខ្សែសង្វាក់ព្រលឹងទាំងទេទោះឆ្អឹងផងដែរទោះជាយ៉ាងណាក៏ដោយវាមានក្រោមដីពោពេញទៅដោយអន្ទាក់ដែលធ្វើឲ្យវាពិបាករករោងនាគណាស់បន្ទាប់ពីពិធីកោះហៅព្រលឹងពួកគេបានជួបប្រទះតាមឈៀវបឹបពេញដោយប្រុងប្រយ័ត្នដោយដើរយឺតឆ្លងកាត់ច្រកផ្លូវដោយមិននឹកស្មានដល់បន្ទាប់ពីដើរបានតែប៉ុន្មានជំហានប៉ុណ្ណោះស្ត្រីម្នាក់ស្លៀកពាក់ពណ៌ក្រហមបានលេចចេញមកហើយស្ត្រីនេះគឺជាកូនស្រីរបស់ Chewon Fu គឺ She Changel បរិះធាត់ដែលចង់ទទួលបានគុណសម្បត្តិបានប្រញាប់គាត់ទោះជាយ៉ាងណាក៏ដោយមិននឹកស្មានដល់ Changel មានស្លាកស្នាមដ៏គួរឲ្យកត់សម្គាល់មួយនៅគាត់មិនដឹងទេកូនស្រីរបស់មេឃុំត្រូវបានចាប់ពង្រត់ដោយ Chewon Fu កាលពី18ឆ្នាំមុនដូច្នេះមេឃុំជឿថា She Changel គឺជាកូនស្រីរបស់គាត់ Zayana ហើយគិតថា Chewon Fu កំពុងចេតនាធ្វើឲ្យពួកគេសម្លាប់គ្នាទៅវិញទៅមកចាំមើលថាអ្នកណាហ៊ានប៉ះនាងជំរាបសួរព្រះនាងជំរាបសួរព្រះ